ឧត្តមស្នេហ៍តូដាញ់អេងប៊ុនចាន់ជួបសំណេះសំណាលជាមួយបេក្ខជន JLP ចំនួន272នាក់ដែលទៅប្រឡងជាប់ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិចំណកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបេក្ខជន JLP ចំនួន272នាក់ក្នុងនោះស្ត្រីចំនួន29នាក់ដែលទៅប្រឡងជាប់ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងត្រូវបានជួបសំណេះសំណាលជាលើកដំបូងជាមួយលោកឧត្តមស្នេហ៍តូដាញ់អេងប៊ុនចាន់ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបន្ទាប់ពីក្រសួងមហាផ្ទៃបានប្រកាសពីលទ្ធផលនេះនៅចុងឆ្នាំ2025កន្លងមកកិច្ចសំណេះសំណាលនេះធ្វើឡើងក្នុងសាលប្រជុំបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនាព្រឹកថ្ងៃទី5ខែមករាឆ្នាំ2026ដែលមានការចូលរួមពីលោកស្នងការរងទទួលដឹកនាំផែននាយរងការិយាល័យពាក់ព័ន្ធចំណុះស្នងការដ្ឋានលោកឧត្តមស្នេហ៍តូដាញ់អេងប៊ុនចាន់បានថ្លែងថាបងប្អូនជាមន្ត្រីនគរបាលជាតិទាំងអស់ត្រូវបានចូលបម្រើការងារនៅតាមអង្គភាពនគរបាលដែលបានចាត់តាំងរួចហើយអ្វីដែលបងប្អូនត្រូវស្វែងយល់មុនដំបូងបង្អស់នោះគឺការគោរពនៅបទវិន័យផ្ទៃក្នុងរបស់កងកម្លាំងនគរបាលជាតិដើម្បីឲ្យម្នាក់ៗខ្លាចខ្លួនទៅជាមន្ត្រីនគរបាលល្អស័ក្តិសមជាអ្នកបម្រើជាតិបម្រើប្រជាពលរដ្ឋដោយបេះដូងស្មោះត្រង់បំផុតនិងហ៊ានពលិជីវិតដើម្បីបុព្វហេតុជាតិនិងប្រជាពលរដ្ឋ